បាទសរសេរទាំងអស់គ្នានេះជាអីគេដែរជាប្រទេស RAM មែនទេចឹងនេះជាប្រទេស RAM នៅលើ desktop ណាខ្ញុំមិនមកលក់ RAM ទេថ្មីខ្ញុំទៅធ្វើការដូរ RAM desktop ចាស់មួយចឹងក៏ខ្ចីគេយកមកនេះណាខ្ញុំមកតេស្តអញ្ចឹងវីដេអូមុនខ្ញុំបានជជែកទាក់ទងនឹងការជ្រើស RAM ហើយមានបងប្អូនយើង comment សួរទាក់ទងនឹងនៅពេលយើង check RAM នៅក្នុង time manager ដាក់ 2 of 4ហើយឬក៏ 1 of 2អីចឹងទៅហើយក៏មានការជជែកគ្នាច្រើនទាក់ទងថាតើ check មើល hardware ដោះមើលអីមកផ្ទាល់ថាចង់ដឹងថាវាមានប្រមាណជើងអាហ្នឹងគឺខ្ញុំ agree តែក៏ថាពេលខ្លះយើងទៅដោះរើវាពិបាកណាអញ្ចឹងយើងប្រើ software តាមរយៈ time manager ឬក៏យើងប្រើ CPU-Z ណានេះបាទ CPU-Z អាច check មើលដឹងណា check មើលដឹងថាវាមានប្រមាណ slot អញ្ចឹងក៏មានអ្នកខ្លះថាដែរកន្លែងដាក់ 2 of 4ហ្នឹងប្រើបានតែឧទាហរណ៍ 2 of 4មានន័យថាមាននៅក្នុងប្រើអស់2 slot នៅសល់2 slot ហើយអ្នកខ្លះថាវាប្រើបានតែ2 slot ទេមិនអាចប្រើដល់4ឬក៏អីអញ្ចឹងវាមានរឿងមុនវាណាមានរឿងមុនវាអញ្ចឹងខ្ញុំសូមឆ្លើយទៅគ្នាយើងថាកាលណាយើង check right click time manager យកកន្លែង RAM យើងឃើញមាន 1 of 2ឬក៏ 2 of 2វាមានន័យថាម៉េចបើ 1 of 2មានន័យថានៅលើ RAM នៅលើ board របស់យើងមាន2ប្រទេសមាន2 slot មាន2 block សម្រាប់ដាក់ RAM ណាសម្រាប់ដាក់ RAM អញ្ចឹងតែបើដាក់ 1 of 2មានន័យថា1មានដាក់ហើយយើងមាន2 block នៅសល់បើដាក់ 2 of 2មានន័យថា RAM 2ដើមត្រូវបានដាក់ឲ្យចូលនៅក្នុងម៉ាស៊ីនមួយហ្នឹងអញ្ចឹងណាសិនមួយហ្នឹងសួរថែមបានអត់អញ្ចឹងបើនៅសល់ block យើងឧទាហរណ៍ 1 of 2ឬក៏ 2 of 4សល់ block យើងអាចថែមបានណាថែមបានឧទាហរណ៍វាដាក់ 2 of 2 1 of 2អញ្ចឹងយើងអាចថែមបានមួយដើមទៀតហើយបើ 2 of 4មាននៅលើមាន4 slot ហើយយើងអាចថែមបាន2 slot ទៀតណាថែម RAM បាន2 slot ទៀតតែថែមបានកម្រិតណាអាស្រ័យនឹង board ណាអញ្ចឹងជាទូទៅ laptop ឬក៏ desktop វាអាស្រ័យនឹង board អាច max គេហៅថា maximum នៃ RAM មានន័យថា board នឹង support បានទោះវាដាក់4 slot មែនតែពេលខ្លះboard របស់យើង support បានត្រឹមតែ 32GB នៃ RAM ទេឧទាហរណ៍ maximum 32GB អញ្ចឹងបើសិនបើអ្នកដាក់មួយជើង RAM មួយជើងដាក់8ដាក់ 16GB ដាក់ 2GB ដាក់2ដើមគឺ 32GB បាទហើយអញ្ចឹងដាក់សល់2ទៀតថែមមិនក៏វាអត់ស្គាល់ដែរដោយសារ board របស់យើងវាអត់ support ណាអូខេអញ្ចឹង board ជាទូទៅវា32ឬក៏64ណាអាស្រ័យទៅតាមនេះស៊េរីក្រោយៗវាអាចដល់64ឬក៏128ណាអញ្ចឹងអាស្រ័យតាម board អញ្ចឹងអ្នកនរគ្នាត្រូវ check ថា board នឹង support បានប៉ុន្មានទៀតណាmaximum នៃ RAM ហ្នឹងអញ្ចឹងយើងអាចនេះតែបើយើងឧទាហរណ៍ថា 2 of 2ឬក៏4 of 4ហើយអញ្ចឹងមានតែយើងដោះដូរឧទាហរណ៍ថា RAM ឥឡូវ 16GB តែ board យើង support ដល់32តែវាពេញហើយអញ្ចឹងយើងមានតែដោះ RAM នឹងចេញហើយទិញ RAM ឧទាហរណ៍មួយជើងថែម8ទៅយើងបាន16អញ្ចឹងយើងថែម8 4ដងទៅយើងបាន32ហើយណាអញ្ចឹងយើងអាចថែមអញ្ចឹងបានតែត្រូវដោះអាននឹងចេញណាដោះចាស់ចេញតែបើសល់ slot ជាទូទៅយើងថែមបានណាថែមបានតែកុំឲ្យលើសពីsmart មានន័យថា board វា support ប៉ុន្មានណាអញ្ចឹងអានឹងតើយើង check មើលថា model អីគេ board មិនយើងហើយយើងអាចទៅ search មើលបន្ថែមថា board ហ្នឹង maximum RAM support បានប្រមាណណាបានប្រមាណព្រោះRAM វាមាន limit សម្រាប់ board មួយណាជួនកាលឃើញ slot ច្រើនតែ support ត្រឹម32ត្រឹម64យើងអត់អាចថែមបានលើសពីនឹងទេណាបាទអរគុណច្រើនជួបគ្នានៅពេលក្រោយ